ជំរាបសួរនៅក្នុងវីដេអូនេះគឺយើងនឹងនិយាយអំពីអតីតកាលរបស់កិច្ចសព្ទនីមួយៗបាទយើងមិនអាចលើកឡើងមករាប់ពាន់កិច្ចសព្ទទេប៉ុន្តែនឹងដកស្រង់បាទជាចំណុចរួមតំណាងឲ្យពពួកកិច្ចសព្ទដតីទៀតពីព្រោះកិច្ចសព្ទមួយចំនួនក៏វាមានលក្ខណៈស្រដៀងគ្នាដែរបាទវាមិនមែនប្រែប្រួលទៅទាំងអស់តែម្ដងទេបាទអញ្ចឹងសូមអ្នកនរនេះពិនិត្យមើលជាមួយខ្ញុំបាទយើងនិយាយអំពី les participes passés បាទអញ្ចឹងយើងនិយាយដំបូងនោះគឺពពួកកិច្ចសព្ទដែលបញ្ចប់ដោយ er ខាងចុងដូចជា arriver participer terminer បាទអញ្ចឹងដើម្បីឲ្យវាคล้ายទៅជាអតីតកាលគឺយើងគ្រាន់តែលុប er ទៅជំនួសមកវិញដោយ accent aigu ឧទាហរណ៍ថា manger accent aigu travailler aller danser expliquer អូខេអញ្ចឹងពពួកកិច្ចសព្ទអស់ហ្នឹងយើងមានកិច្ចសព្ទមួយផងêtre គេចាត់ទុកវាជាពពួកកិច្ចសព្ទដែលពិសេសអញ្ចឹងអតីតកាលរបស់វាគឺ été អក្សរទី2ដូចគ្នាដែរបាទដោយឡែកពពួកកិច្ចសព្ទដែលនៅពេលវាប្រែប្រួលទៅជាអតីតកាលគឺវាបញ្ចប់ដោយ e អញ្ចឹងឧទាហរណ៍ថាយើងមានកិច្ចសព្ទបញ្ចប់ដោយ er ខាងចុងដូចជា finir définir ណា partir សិតតែ e ខាងចុងហើយប៉ុន្តែសូមពិនិត្យមើលឧទាហរណ៍កិច្ចសព្ទ finir fini grossir grossi ok maigrir maigri choisir choisi grandir grandi rire ri suivre suivi បាទអញ្ចឹងអានេះអត់មានរូបមន្តទេប៉ុន្តែយើងត្រូវតែចំណាំណាបាទពពួកកិច្ចសព្ទមួយចំនួនទៀតដែលបញ្ចប់ដោយ oer ខាងចុងកាលពីវាជា infinitive ដល់ពេលវាប្រែប្រួលទៅជា participe passif គឺវាបដូរ oer ទៅជា ui ឧទាហរណ៍ថា boire bui vouloir vouloir pouvoir puis savoir suis avoir oui croire cui devoir dû បាទជិះយើងទិញឲ្យចាំទៅប៉ុន្តែករណីលើកលែងមួយគឺកិច្ចសព្ទ asseoir ទៅជា assis ណាវិញ s'asseoir ណាអង្គុយចុះប្រែអូខេអតីតកាលរបស់វាគឺ assis មួយទៀតយើងពិនិត្យមើលទៅលើពពួកកិច្ចសព្ទដែលបញ្ចប់ដោយបាទoui ឧទាហរណ៍ថាពពួកកិច្ចសព្ទ vendre ទៅជា vendu descendre descendu បាទកិច្ចសព្ទ lire lui venir venu កិច្ចសព្ទ vivre ប្រែប្រួលមែនតើ vivre ទៅជា vécu បាទ tenir tenu អញ្ចឹងមកពពួកកិច្ចសព្ទ ouvrir ឬក៏ souffrir នៅពេលដែលទៅជាអតីតកាលគឺយើងបញ្ចប់ដោយ ert ខាងចុងឧទាហរណ៍ថា ouvrir ouvert offrir offert souffrir souffert découvrir découvert អញ្ចឹងមកបាទចំណាំណាបន្តមកទៀតយើងមានពពួកកិច្ចសព្ទដែលបញ្ចប់ដោយdreux ខាងចុងដូចជា mettre ទៅជា mis apprendre appris prendre pris oui surprendre surpris oui បន្តមកទៀតគឺពពួកកិច្ចសព្ទដែលបញ្ចប់ ខាងចុងដូចគ្នាដែរឧទាហរណ៍ écrire ទៅជា écrit conduire conduit traduire traduit dire dit construire construit បាទអញ្ចឹងតម្រូវយើងចំណាំឲ្យបានច្រើនណាបាទ